ខ្ញុំបេក្ខរណាសូមថ្វាយបង្គំព្រះពុទ្ធព្រះធម៌និងព្រះសង្ឃនិងជំរាបសួរបងប្អូនជនរួមភាសាបាទថ្ងៃនេះថ្ងៃ1រោចខែពិសាខឆ្នាំអាសាញ់ពុទ្ធសករាជ2568បាទថ្ងៃនេះខ្ញុំមកបន្តអានចែករំលែកបន្តទៀតនៅច្បាប់សិទ្ធិមនុស្សកម្ពុជាជូនបងប្អូនជនរួមភាសាបានសិក្សាស្វែងយល់នៅច្បាប់ដ៏មានសារៈសំខាន់មួយនេះបាទបងប្អូនជនរួមភាសាសាមញ្ញខ្ញុំបានអានរួចហើយអំពីមេតិកាជូនបងប្អូនបាទឥឡូវនេះខ្ញុំនឹងបន្តអាននៅបព្វកថាបន្តទៀតដោយក្នុងទំព័រទី4បាទទំព័រទី5បាទច្បាប់សិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញកម្ពុជាសេចក្តីប្រកាសអំពីសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញកម្ពុជានិងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានាដែលបានធានាការពារដោយរដ្ឋធម្មនុញ្ញបុព្វកថាអត្ថបទទាំងឡាយដែលបានដាក់បញ្ចូលក្នុងគម្រោងច្បាប់នេះតំណាងឲ្យឯកសារជាមូលដ្ឋាននៃច្បាប់សិទ្ធិមនុស្សកម្ពុជាដែលបានធានាការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាការការពារសិទ្ធិមនុស្សក្រោមរដ្ឋធម្មនុញ្ញត្រូវបានធ្វើឡើងក្រោមវិធីពីរយ៉ាងទី1អនុលោមតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរដ្ឋធម្មនុញ្ញបញ្ចូលសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សដែលអាចរកឃើញភាគច្រើននៅក្នុងជំពូកទី3នៃរដ្ឋធម្មនុញ្ញហើយទី2គឺមាត្រា31នៃរដ្ឋធម្មនុញ្ញដែលបានបញ្ចូលដោយផ្ទាល់នៅលិខិតតុបករណ៍សិទ្ធិមនុស្សសំខាន់មួយចំនួននៅក្នុងច្បាប់កម្ពុជាបងប្អូនជនរួមភាសាអញ្ចឹងបងប្អូនដឹងហើយបាទគឺច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាបាទគឺបានសរសេរបញ្ចូលនៅច្បាប់សិទ្ធិមនុស្សបាទជាច្រើននៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដើម្បីធានាសិទ្ធិប្រជាពលរដ្ឋខ្មែរបាទជាពិសេសនៅក្នុងជំពូកទី3បាទដែលជាជំពូកដែលបានសរសេរបញ្ចូលនៅសិទ្ធិមនុស្សបាទដែលផ្ដល់សិទ្ធិដល់ពលរដ្ឋខ្មែរបាទដែលធានាសិទ្ធិពលរដ្ឋខ្មែរបាទចំណុចកសេចក្តីប្រកាសអំពីសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញកម្ពុជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1991ដែលបានបញ្ចប់ជាផ្លូវការនៅចំនួនកម្ពុជាបានបង្កើតបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិជាមូលដ្ឋានមួយសម្រាប់សន្តិភាពជាអមតៈនៅកម្ពុជាមាត្រា15នៃកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជាបានចែងថាជនគ្រប់រូបនៅកម្ពុជានិងជនភៀសខ្លួននិងជនផ្លាស់ប្ដូរទីកន្លែងកម្ពុជាត្រូវមានសិទ្ធិនិងសេរីភាពដូចមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនិងលិខិតតុបករណ៍សិទ្ធិមនុស្សអន្តរជាតិដទៃទៀតដែលពាក់ព័ន្ធហត្ថលេខីទាំងអស់ដែលបានធ្វើការបដិញ្ញាចិត្តមួយដ៏ជាក់លាក់ដើម្បីធានាការគោរពសិទ្ធិមនុស្សនៅកម្ពុជាគាំទ្រសិទ្ធិប្រជាពលរដ្ឋខ្មែរក្នុងការលើកស្ទួយនិងការ
ការពារសិទ្ធិមនុស្សហើយចាត់វិធានការដ៏មានប្រសិទ្ធភាពដើម្បីធានាថានយោបាយនិងការប្រព្រឹត្តពីអតីតកាលមិនអនុញ្ញាតឲ្យវិលត្រឡប់មកវិញឡើយកិច្ចព្រមព្រៀងនេះក៏បានចែងអំពីការដាក់បញ្ចូលនៅសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឧបសម្ព័ន្ធទី5នៃកិច្ចព្រមព្រៀងនេះចែងថាប្រវត្តិសាស្ត្រថ្មីប្រកបដោយសោកនាដកម្មនៅកម្ពុជាទាមទារឲ្យមានវិធានការពិសេសដើម្បីធានាការការពារសិទ្ធិមនុស្សបាទបងប្អូនជនរួមភាសាអញ្ចឹងបងប្អូនស្ដាប់ទៅបាទយល់ដែរទេអញ្ចឹងបាទគឺនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាបាទគឺបានសរសេរបញ្ចូលនៅច្បាប់នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សបាទដែលបានចែងបញ្ជាក់នៅក្នុងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាពិសេសនៅក្នុងឧបសម្ព័ន្ធទី5បាទដែលជាគោលការណ៍សម្រាប់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញដែលតម្រូវឲ្យរដ្ឋធម្មនុញ្ញកម្ពុជានឹងត្រូវសរសេរបញ្ចូលនៅសេចក្តីប្រកាសជាសកលពីសិទ្ធិមនុស្សដើម្បីធានាថាអំពើរបបនៅអតីតកាលដែលជារបបធ្លាប់តែរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជានឹងគឺมันអាចកើតឡើងនៅកម្ពុជាទៀតទេអញ្ចឹងគឺប្រទេសកម្ពុជាគឺត្រូវអនុវត្តនៅប្រព័ន្ធលទ្ធិប្រជាធិបតេយ្យសេរីពហុបកហើយផ្ដល់សិទ្ធិអំណាចពេញលេញដល់ប្រជាពលរដ្ឋខ្មែរក្នុងការចូលរួមធ្វើនយោបាយក្នុងការចូលរួមការពារជាតិបាទឥឡូវខ្ញុំសូមអានបន្តទៀតបាទដោយសារតែបាទប្រវត្តិសាស្ត្រថ្មីនៅកម្ពុជាដែលជាប្រវត្តិសាស្ត្រមួយដែលបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជានៅមុន23ដុល្លារ1991ដូច្នេះហើយក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងឧបសម្ព័ន្ធទី5បាទគឺបានចែងបញ្ជាក់ថាប្រវត្តិសាស្ត្រថ្មីដែលប្រកបដោយសោកនាដកម្មមុនឆ្នាំ1991ហ្នឹងដូច្នេះទាមទារឲ្យមានវិធានការពិសេសដើម្បីធានាការពារសិទ្ធិប្រជាពលរដ្ឋខ្មែរមិនឲ្យមានការរំលោភសិទ្ធិមនុស្សទៀតនោះទេបាទខ្ញុំសូមអានបន្តដូច្នេះរដ្ឋធម្មនុញ្ញត្រូវរួមមានសេចក្តីថ្លែងការណ៍រួមមួយសេចក្តីថ្លែងការណ៍មួយអំពីសិទ្ធិជាមូលដ្ឋាននៅក្នុងនោះមានសិទ្ធិមានជីវិតរស់នៅសេរីភាពរបស់បុគ្គលសន្តិសុខសេរីភាពក្នុងការធ្វើដំណើរសេរីភាពក្នុងជំនឿសាសនារួមប្រជុំគ្នានិងបង្កើតសមាគមរួមទាំងការបង្កើតគណៈបកនយោបាយនិងសហជីពដំណើរការតុលាការត្រឹមត្រូវនិងភាពស្មើគ្នាចំពោះមុខច្បាប់ការការពារកុំឲ្យមានការដកហូតកម្មសិទ្ធិតាមតែអំពើចិត្តឬការដកហូតកម្មសិទ្ធិឯកជនដោយគ្មានការសងជំងឺចិត្តដ៏ត្រឹមត្រូវនិងសេរីភាពដោយគ្មានការប្រកាន់រើសអើងពូជសាសន៍ជនជាតិជំនឿសាសនាឬភេទឡើយបាទអញ្ចឹងនេះហើយគឺជាវិធានការពិសេសដែលដើម្បីធានាថាការរំលោភសិទ្ធិមនុស្សនៅកម្ពុជាមុន23ដុល្លារ1991មិនកើតឡើងជាថ្មីនៅកម្ពុជាទេដូច្នេះហើយទើបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅក្នុងឧបសម្ព័ន្ធទី5នោះក៏បានបញ្ជាក់ឬក៏បញ្ជាឬក៏តម្រូវឲ្យរដ្ឋធម្មនុញ្ញកម្ពុជាបាទដែលកើតចេញពីការបោះឆ្នោតបាទនៅរបស់ប្រជាពលរដ្ឋដែលបានសរសេរបញ្ជាក់នៅក្នុងមាត្រា185បាទភាគទី2ហ្នឹងបាទគឺបានបង្កើតនៅសមាជិកសភាធម្មនុញ្ញហើយបានបង្កើតរដ្ឋធម្មនុញ្ញមួយហើយរដ្ឋធម្មនុញ្ញហ្នឹងគឺត្រូវសរសេរស្របតាមឧបសម្ព័ន្ធទី5ហ្នឹងដើម្បីធានាថារបបនឹងអង្គើអតីតកាលហ្នឹងគឺมันអាចកើតឡើងជាថ្មីទៀតมันអាចមានការរំលោភសិទ្ធិមនុស្សពលរដ្ឋខ្មែរទៀតទេបាទ
ដូច្នេះហើយទៅក្នុងរដ្ឋធម្មនុញ្ញហ្នឹងបាទគឺត្រូវសរសេរបញ្ចូលនៅសេចក្តីថ្លែងការណ៍រួមមួយអំពីសិទ្ធិជាមូលដ្ឋានបាទសិទ្ធិជាមូលដ្ឋានបាទនៅក្នុងរដ្ឋធម្មនុញ្ញដើម្បីធានាសិទ្ធិប្រជាពលរដ្ឋខ្មែរបាទសិទ្ធិជាមូលដ្ឋានខ្ញុំបានអានរួចហើយបាទគឺមានទាំងសិទ្ធិមានជីវិតរស់នៅសិទ្ធិសន្តិសុខទទួលបានការពារដោយច្បាប់សិទ្ធិរួមប្រជុំគ្នាសិទ្ធិចូលរួមនយោបាយសិទ្ធិចូលរួមបង្កើតសហជីពគណៈបកនយោបាយហ្នឹងឯងសិទ្ធិជាសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរក្នុងការចូលរួមការពារជាតិបាទខ្ញុំសូមអានបន្តទៀតបាទនៅបន្តទៀតរដ្ឋធម្មនុញ្ញត្រូវហាមឃាត់នៅការអនុវត្តច្បាប់ឧក្រិដ្ឋទៅលើឧក្រិដ្ឋកម្មដែលកើតឡើងនៅក្នុងអតីតកាលបាទបងប្អូនជនរួមភាសាអញ្ចឹងបាទរដ្ឋធម្មនុញ្ញក៏សេបញ្ចូលផងដែរបាទគឺមិនត្រូវអនុញ្ញាតឲ្យមានការកាត់ទោសឧក្រិដ្ឋកម្មឬក៏កាត់ទោសទៅដល់ជនដែលពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅមុន$23.891ហ្នឹងគឺរដ្ឋធម្មនុញ្ញគឺសេបញ្ចូលហើយគឺហាមមិនឲ្យមានការកាត់ទោសដល់អតីតបាទអ្នកដែលពាក់ព័ន្ធទៅនឹងអំពើប្រល័យពូជសាសន៍នៅមុន$23.891ទេអញ្ចឹងចំណុចនេះបងប្អូនទៅមើលរដ្ឋធម្មនុញ្ញក៏ឃើញហើយក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបាទក្នុងឧបសម្ព័ន្ធទី5ក៏ឃើញផងដែរសេចក្តីប្រកាសត្រូវសមស្របទៅនឹងប្រការទាំងឡាយនៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សព្រមទាំងកិច្ចព្រមព្រៀងអន្តរជាតិដទៃទៀតដែលពាក់ព័ន្ធបុគ្គលដែលត្រូវគេរំលោភបំពានមានសិទ្ធិប្តឹងទៅតុលាការដើម្បីកាត់សេចក្តីនិងធ្វើឲ្យគេគោរពសិទ្ធិទាំងអស់នេះបាទអញ្ចឹងឃ្លានេះគឺបញ្ជាក់ឲ្យថាប្រជាពលរដ្ឋខ្មែរគឺត្រូវបានការពារដោយច្បាប់បាទជាពិសេសគឺត្រូវបានការពារដោយតុលាការរបស់ខ្លួនដែលការពារប្រជាពលរដ្ឋខ្មែរមិនឲ្យមានការរំលោភសិទ្ធិមនុស្សណាមួយកើតឡើងនោះទេបាទស្របតាមបទបញ្ញត្តិនេះរដ្ឋធម្មនុញ្ញឆ្នាំ1993នៃព្រះរាជាណាចក្រកម្ពុជាបញ្ចូលសេចក្តីប្រកាសមួយស្តីពីសិទ្ធិជាមូលដ្ឋានក្នុងជំពូកទី3អំពីសិទ្ធិនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរបទបញ្ញត្តិមួយចំនួនទៀតនៃរដ្ឋធម្មនុញ្ញក៏មានចែងផងដែរអំពីការការពារសិទ្ធិមនុស្សហើយត្រូវបានបញ្ចូលក្នុងគម្រោងច្បាប់នេះបាទបងប្អូនជនរួមភាសាចឹងនេះគឺចំណុចកចឹងសូមអានទៅមួយចំណុចទៀតក្នុងមួយចំណុចខដែលបានចែងអំពីសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានាដែលបានធានាក្នុងការការពារដោយរដ្ឋធម្មនុញ្ញបាទបងប្អូនជនរួមភាសាកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានបញ្ចូលការបដិញ្ញាចិត្តមួយដ៏ជាក់លាក់ក្នុងការផ្ដល់សច្ចាប័នសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានាអាស្រ័យហេតុនេះកម្ពុជាបានក្លាយជាភាគីនៃសិទ្ធិសញ្ញាទាំងឡាយដោយខាងក្រោមបាទអញ្ចឹងចំណុចនេះពិតជាសំខាន់ណាស់បងប្អូនជនរួមភាសាអញ្ចឹងគឺរដ្ឋាភិបាលខ្មែរគឺបានចុះសច្ចាប័ននៅសិទ្ធិសញ្ញាកតកសញ្ញាឬសញ្ញាទាំងឡាយដែលពាក់ព័ន្ធទៅនឹងការពារសិទ្ធិមនុស្សបាទគឺមកអនុវត្តនៅកម្ពុជាដើម្បីធានាថាប្រជាពលរដ្ឋខ្មែរគឺមិនត្រូវបានរំលោភបំពានសិទ្ធិពលរដ្ឋដូចមុនឆ្នាំ91នោះទេបាទអញ្ចឹងនៅខាងក្រោមនេះខ្ញុំនឹងអានជូនអំពីសន្ធិសញ្ញាអនុសញ្ញាកតកាសញ្ញាទាំងឡាយដែលរដ្ឋាភិបាលខ្មែរបានចុះសច្ចាប័នមកអនុវត្តនៅកម្ពុជាដូច្នេះរយៈជាងអត់ដឹងថាក្នុងនាមជាពលរដ្ឋខ្មែរគ្រប់រូបហ្នឹងគឺត្រូវបានរដ្ឋាភិបាលរបស់ខ្លួនគឺចុះសច្ចាប័ននៅច្បាប់សិទ្ធិមនុស្សអន្តរជាតិមកធានាការពារពលរដ្ឋរបស់ខ្លួនបាទអនុសញ្ញាអន្តរជាតិស្ដីពីការបំបត្តិរាល់ទម្រង់នៃការរើសអើងពូជសាសន៍បាទអញ្ចឹងនេះគឺជាអនុសញ្ញាអន្តរជាតិពាក់ព័ន្ធទៅនឹង
ការលុបបំបត្តិឬក៏ការបំបត្តិចោលរាល់ទម្រង់នៃការរើសអើងពូជសាសន៍អញ្ចឹងការរើសអើងពូជសាសន៍នោះគឺត្រូវលុបបំបត្តិចោលអញ្ចឹងបាទគឺច្បាប់នេះគឺរដ្ឋាភិបាលខ្មែរបានចុះសច្ចាប័នមកអនុវត្តនៅកម្ពុជាបាទនៅថ្ងៃ28ធ្នូឆ្នាំ1983អនុសំទោសកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌បាទគឺរដ្ឋាភិបាលខ្មែរក៏បានចុះសច្ចាប័ននៅថ្ងៃ26ខែសីហាឆ្នាំ1992បាទកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយបាទគឺចុះសច្ចាប័នមកអនុវត្តកម្ពុជានៅថ្ងៃ26ខែសីហាឆ្នាំ1992ដែរអនុសញ្ញាស្តីពីការបំបត្តិរាល់ទម្រង់នៃការរើសអើងប្រឆាំងស្ត្រីភេទបាទគឺបានចុះសច្ចាប័នអនុវត្តនៅកម្ពុជានៅថ្ងៃ14វិច្ឆិកាឆ្នាំ1992អនុសញ្ញាប្រឆាំងការធ្វើទរណកម្មនិងការប្រព្រឹត្តមកលើខ្លួនឬទណ្ឌកម្មឯទៀតដែលឃោរឃៅអមនុស្សធម៌ឬបន្ថោកបន្ទាបបាទគឺរដ្ឋាភិបាលបានចុះសច្ចាប័នមកអនុវត្តនៅកម្ពុជានៅថ្ងៃ14វិច្ឆិកាឆ្នាំ1992វិធីសារបន្ថែមនៃអនុសញ្ញានេះឆ្នាំ1900សំទោសគឺនៅថ្ងៃ29មេសាឆ្នាំ2007បាទអញ្ចឹងគឺនៅថ្ងៃ14វិច្ឆិកាឆ្នាំ1992គឺរដ្ឋាភិបាលបានចុះសច្ចាប័ននៅអនុសញ្ញាប្រឆាំងទៅនឹងការធ្វើទរណកម្មនិងការប្រព្រឹត្តមកលើខ្លួនបាទមកលើអ្នកជាប់ឃុំហ្នឹងឬទណ្ឌកម្មឯទៀតដែលឃោរឃៅអមនុស្សធម៌ឬបន្ថោកបន្ទាបទៅដល់អ្នកជាប់ឃុំហ្នឹងគឺមិនត្រូវធ្វើទេដូច្នេះគឺរដ្ឋាភិបាលបានចុះសច្ចាប័ននៅច្បាប់នេះមកអនុវត្តនៅកម្ពុជានៅថ្ងៃ14វិច្ឆិកាឆ្នាំ1992ហើយបន្តមកទៀតគឺរដ្ឋាភិបាលក៏បានចុះសច្ចាប័នបន្ថែមទៀតគឺពិធីសារបន្ថែមទៅលើច្បាប់មួយនេះបាទគឺនៅថ្ងៃ10សំទោសនៅថ្ងៃ29មេសាឆ្នាំ2007គឺរដ្ឋាភិបាលបានចុះសច្ចាប័នមកអនុវត្តបន្ថែមទៀតនៅរដ្ឋច្បាប់ដែលពាក់ព័ន្ធទៅនឹងការការពារពលរដ្ឋខ្មែរបាទអំពីការធ្វើទរណកម្មដល់សាហាវឃោរឃៅនោះគឺមន្ត្រីមានប្រទេសបាទអនុសញ្ញាស្តីពីសិទ្ធិកុមារបាទអញ្ចឹងច្បាប់ដែលនិយាយអំពីការពារសិទ្ធិកុមារបាទគឺរដ្ឋាភិបាលបានចុះសច្ចាប័នអនុវត្តនៅថ្ងៃទី14វិច្ឆិកាឆ្នាំ1992នឹងពិធីសារបន្ថែម2នៃអនុសញ្ញានេះបាទអញ្ចឹងអនុសញ្ញាដែលស្តីពីដែលនិយាយអំពីសិទ្ធិកុមារហ្នឹងបាទគឺរដ្ឋាភិបាលគឺបានចុះសច្ចាប័ន2បន្ថែមទៀតផងដែរបាទនៅថ្ងៃ14វិច្ឆិកាឆ្នាំ1992ហ្នឹងដើម្បីធានាថាពលរដ្ឋខ្មែរហ្នឹងឬក៏កុមារកម្ពុជាកុមារខ្មែរគឺមិនមានការរំលោភសិទ្ធិមិនមានការធ្វើទរណកម្មមិនមានការធ្វើការគំរាមកំហែងណាមួយមកលើកុមារកម្ពុជានោះទេបាទខ្ញុំសូមអានបញ្ចបន្តទៀតម្យ៉ាងវិញទៀតកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិស្តីពីការការពារសិទ្ធិកម្មករទេសន្តរប្រវេសន៍និងសមាជិកគ្រួសារទាំងអស់របស់ពួកគេបាទបងប្អូនជនរួមភាសាទាំងសំខាន់ណាស់អញ្ចឹងគឺរដ្ឋាភិបាលខ្មែរក៏បានចុះសច្ចាប័នច្បាប់មួយទៀតដែលនិយាយអំពីគឺច្បាប់អនុសញ្ញាស្តីពីការការពារកម្មករទេសន្តរប្រវេសន៍និងការពារគ្រួសារពួកគាត់ផងដែរមិនតែការពារកម្មករទេសន្តរប្រវេសន៍ទេគឺគ្រួសារពួកគាត់ក៏ត្រូវបានការពារផងដែរអនុសញ្ញាស្តីពីសិទ្ធិជនពិការនិងពិធីសារបន្ថែមនៃអនុសញ្ញានេះព្រមទាំងពិធីសារបន្ថែមនៃកតិកាសញ្ញាបាទកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយនិងអនុសញ្ញាស្តីពីការ
បំបត្តិរាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទពាក់ព័ន្ធនឹងនីតិវិធីបណ្ដឹងបុគ្គលបាទការចុះហត្ថលេខាលើសិទ្ធិសញ្ញានេះបង្ហាញអំពីចេតនារបស់រដ្ឋាភិបាលក្នុងការផ្ដល់សច្ចាប័ននៅពេលដ៏ខ្លីខាងមុខបាទហ្នឹងហើយបងប្អូនជនរួមសាសអញ្ចឹងចំណុចនេះគឺចំណុចខមកគឺនៅសល់ច្រើនដែរបាទខ្ញុំបាទសល់ទីខ្ញុំអានមកហើយតែម្ដងទៅបាទនៅក្នុងនេះបាទមាត្រា31នៃរដ្ឋធម្មនុញ្ញធានាការពារសិទ្ធិសញ្ញានីមួយៗទាំងនេះថាជាផ្នែកមួយនៃច្បាប់ជាតិហើយមាត្រា48ដល់ការពារបន្ថែមទៀតទៅលើអនុសញ្ញាស្ដីពីសិទ្ធិកុមារបាទបងប្អូនជនរួមភាសាអញ្ចឹងយើងខំប្រឹងរៀនទាំងអស់គ្នាជាច្បាប់ដ៏សំខាន់ដែលធានាការពារសិទ្ធិប្រជាពលរដ្ឋខ្មែរក្រមប្រឹក្សាធម្មនុញ្ញគឺជាស្ថាប័នមួយដែលបានបង្កើតឡើងដើម្បីធានាការគោរពរដ្ឋធម្មនុញ្ញនៅក្នុងសេចក្តីសម្រេចចិត្តរបស់ខ្លួនចុះថ្ងៃទី10ខែកក្កដាឆ្នាំ2007ក្រមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ជាថ្មីអំពីអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានាដែលអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានាក្នុងច្បាប់កម្ពុជាហើយបានរំលឹកចៅក្រមថាក្នុងការសម្រេចករណីរឿងផ្សេងចៅក្រមត្រូវយកច្បាប់កម្ពុជាទាំងអស់មកពិចារណារួមទាំងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនិងច្បាប់ឯទៀតនៅក្នុងច្បាប់ឯទៀតដែលជាធរមានព្រមទាំងអនុសញ្ញាអន្តរជាតិទាំងអស់ដែលកម្ពុជាបានទទួលស្គាល់បាទបងប្អូនជនរួមភាសាអញ្ចឹងជាសំខាន់ណាស់បាទអាស្រ័យហេតុនេះសិទ្ធិជនគ្រប់រូបនៅកម្ពុជាគួរត្រូវបានគោរពយ៉ាងពេញលេញដោយច្បាប់កម្ពុជាក្រោមរដ្ឋធម្មនុញ្ញស្របតាមគោលការណ៍នីតិរដ្ឋកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានកំណត់ឲ្យអង្គការសហប្រជាជាតិឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្ទាប់ពីសម័យអន្តរកាលហើយបច្ចុប្បន្នមុខងារនេះបាននឹងកំពុងបំពេញដោយតំណាងពិសេសរបស់លោកអគ្គលេខាធិការស្របតាមអាណត្តិដែលផ្ដល់ដោយបាទបងប្អូនជនរួមភាសានេះដែលផ្ដល់ដោយក្រមប្រឹក្សាសិទ្ធិមនុស្សបាទបងប្អូនជនរួមភាសាការិយាល័យឧត្តមស្នងការអង្គការសហជីវជាតិទទួលបន្ទុកសិទ្ធិមនុស្សបានរក្សាទុកការិយាល័យមួយប្រចាំនៅកម្ពុជាតាំងពីឆ្នាំ1993បាទសូមដោយមានការចូលព្រមពីរដ្ឋាភិបាលកម្ពុជាបាទអញ្ចឹងចំណុចនេះសូមបញ្ជាក់ផងដែរនៅក្នុងកិច្ចព្រមព្រៀងតតិនអធិបតេយ្យភាពឯករាជ្យនៅក្នុងមាត្រាទី4បាទក្នុងមាត្រាទី4ទំព័រ274បាទគឺបានបញ្ជាក់ថាគឺបណ្ដាភិក្ខុទេខៃជាពិសេសគឺអង្គការសហជីវជាតិត្រូវចាត់តាំងមនុស្សម្នាក់ឬក៏មនុស្សពិសេសឬក៏អ្នកតំណាងពិសេសរបស់ខ្លួនឲ្យមកតាមដានធ្វើប្រតិកម្មអំពីដំណើរការគ្រប់ដំណើរការសិទ្ធិមនុស្សនៅកម្ពុជាដើម្បីធានាការពារសិទ្ធិប្រជាពលរដ្ឋខ្មែរហើយអ្នកតំណាងពិសេសនេះផងដែរបាទគឺមានទូនាទីធ្វើការចងក្រងទូនៅតាមដាននិងចងក្រងរាល់ករណីការរំលោភសិទ្ធិមនុស្សនោះណាមួយកើតឡើងគឺអ្នកដំណាំពិសេសនេះគឺត្រូវធ្វើការកត់ត្រានិងចងក្រងដើម្បីរាយការណ៍ទៅគណៈកម្មការ
សិទ្ធិមនុស្សកម្ពុជាជាពិសេសគឺរាយការណ៍ទៅមហាសន្និបាតអង្គការសហជីវជាតិដើម្បីដើម្បីប្រយុទ្ធប្រឆាំងឬក៏ដើម្បីទប់ស្កាត់និងលុបបំបាត់រាល់ការរំលោភទាំងនោះនៅកម្ពុជាជាពិសេសគឺដើម្បីធានាការគោរពសិទ្ធិមនុស្សពលរដ្ឋខ្មែរបាទសូមអានម្ដងទៀតការិយាល័យឧត្តមស្នងការដ្ឋានសំទោសអង្គការសហជីវជាតិទទួលបន្ទុកសិទ្ធិមនុស្សបានរក្សាទុកការិយាល័យមួយនៅកម្ពុជាតាំងពីឆ្នាំ1993ដោយមានការចូលព្រមពីរដ្ឋាភិបាលការិយាល័យនៅកម្ពុជាគឺជាការិយាល័យមួយក្នុងចំណោមការិយាល័យប្រចាំតំបន់ឯទៀតដែលការិយាល័យឧត្តមស្នងការអង្គការសហជីវជាតិទទួលបន្ទុកសិទ្ធិមនុស្សបានរក្សាទុកនៅប្រទេសនានាជុំវិញពិភពលោកបាទបងប្អូនជនរួមភាសាការិយាល័យឧត្តមស្នងការអង្គការសហជីវជាតិទទួលបន្ទុកសិទ្ធិមនុស្សខែវិច្ឆិកាឆ្នាំ2007បាទទាំងសភៅនេះគឺបានបោះពុម្ពដោយអង្គការសហជីវជាតិទទួលបន្ទុកសិទ្ធិមនុស្សបាទនៅភ្នំពេញនៅបាអំពៅបាទដែលបានចុះផ្សាយទៅកូនបោះពុម្ពសភៅនេះឡើងនៅឆ្នាំ2007បាទបងប្អូនជនរួមភាសាអញ្ចឹងថ្ងៃនេះការអានចែករំលែកនៅច្បាប់សិទ្ធិមនុស្សកម្ពុជាបាទគឺបាទតែប៉ុណ្ណាថ្ងៃស្អែកខ្ញុំនឹងធ្វើការអាននៅចំណុចផ្សេងនៅចំណុចបន្តទៀតជូនបងប្អូនបានសិក្សាស្វែងយល់ទាំងអស់គ្នាបន្តទៀតសម្រាប់ថ្ងៃនេះបាទការអានចែករំលែកនៅច្បាប់សិទ្ធិមនុស្សកម្ពុជាថ្ងៃ11រោចខែពិសាខឆ្នាំម្សាញ់ពុទ្ធសករាជ2568បាទសូមជម្រាបលាបាទសូមគោរពលាបងប្អូនជនរួមភាសា